ជំរាបសួរនិងសួស្តីមកកាន់ដំណើរកម្សាន្តរយៈពេល3ថ្ងៃទៅកាន់ករុងដែលដំណើរកម្សាន្តនេះយើងបានធ្វើដំណើរជិះឡានវិញជប់ទៅដល់ក្រុងប្រាសាទនោះពេលព្រឹកបន្ទាប់មកយើងក៏ធ្វើដំណើរទិញសម្បត្តិទូកជិះទៅកាន់កោះរ៉ុងដោយយើងទៅដល់យើងក៏អីរក resort ហើយយើងក៏ចេញដើរលេងនៅក្បែរមាត់ឆ្នេរនៅកន្លែងដែលយើងស្នាក់នៅហ្នឹងសិនទៅបន្ទាប់មកយើងក៏សម្រាកដោយឈានចូលមកដល់ថ្ងៃថ្មីយើងក៏ធ្វើបន្តដំណើរដោយជួលម៉ូតូមួយថ្ងៃពេញដោយជិះម៉ូតូដើរលេងជុំវិញនៅលើកោះហ្នឹងនៅតាមឆ្នេរនីមួយៗនៅថ្ងៃនោះដែរយើងបានទៅដើរលេងនៅឆ្នេរសុកសានកោះឡុកប៊ិចកោះតូចហើយអារម្មណ៍ប្លែកមួយបែបដែរនៅពេលដែលជិះម៉ូតូនៅលើកោះអញ្ចឹងណាហើយឆ្នេរនៅខាងនោះគឺស្អាតខ្សាច់គឺម៉ត់ល្អម៉ត់ឡើងម៉ត់ខៃហ្មងទឹកកឡុកនៅថ្ងៃនោះដែរគឺមកល្មមវាមិនសូវមានខ្យល់បក់អីខ្លាំងទេថ្ងៃនោះគឺខ្ញុំទៅទេសភាពខ្យល់អាកាសគឺល្អហើយយើងក៏បានដើរលេងនៅជុំវិញឆ្នេរនោះបន្ទាប់មកក៏ឈានចូលទៅកាន់ឆ្នេរផ្សេងទៀតដែលនៅក្បែរនោះហើយក៏Long Beachយើងមកហូបកន្លែងហូបបាយនៅកាន់ឆ្នេរសុកសានវិញទេសភាពនៅខាងនោះគឺមួយបែបទៅហើយក៏ហូបបាយថ្ងៃត្រង់ហើយអង្គុយលេងប្រហែលជាមួយធំយើងក៏មកកាន់កន្លែងស្នាក់នៅវិញហើយពេលរសៀលយើងក៏បានមកហូបបាយនិងមើលគេលេងភ្លើងនៅខាងឆ្នេរឡុងសតតឈានដល់ថ្ងៃថ្មីថ្ងៃទី3យើងពេលព្រឹកឡើងក៏បានសម្រាកនៅខាងមុខឆ្នេរឡុងសតនឹងហើយបន្ទាប់មកក៏សម្រាកលេងអង្គុយស្ដាប់ខ្យល់អាកាសនៃទឹកសមុទ្រវាយមកកាន់ឆ្នេរប្រហែលជាមួយធូបធំដែរនៅពេលដែលដល់ម៉ោងមិនដល់ខ្លះជើងក៏បន្តដំណើរមកកាន់ឯគោកវិញ